Hello ជំរាបសួរបងប្អូនកូនក្មួយយើងជួបគ្នាតិចទៀតនៅក្នុងវីដេអូនេះខ្លីទេព្រោះខ្ញុំឆ្លៀតធ្វើបន្តិចឲ្យតន់ត្រេនតន់ស្ថានភាពនៃទីផ្សារអញ្ចឹងណាបងប្អូនកូនក្មួយយើងរៀនទេរៀនទាំងអស់គ្នាទាំងខ្ញុំទាំងបងប្អូនទាំងកូនក្មួយអីខុសឆ្គងអីសូមកាន់តែអភ័យទោសផងនេះកាលពីយប់មិញហ្នឹងមើលកាលពីយប់មិញមាសគឺគាត់ចុះអានេះខ្ញុំគូទេលុបអានឹងចោលមួយកុំឲ្យវាញ៉ៃញ៉ៃពេកបាក់មើល remove pattern មាសយប់មិញបានរីតេសដោយសារតែមាសបាន break order block ឬក៏ supply delay zone មួយនេះហើយក៏ retest ត្រឡប់មកវិញ break order block ឬក៏ supply delay zone ហ្នឹងក៏ retest ត្រឡប់មកវិញត្រឡប់មកដល់ order block ឬក៏ supply នេះមួយទៀតមានបុកឡើងដែលព័ត៌មានអសន្តិសុខសង្គមហ្នឹងបុកឡើងប៉ុន្តែបុកអត់ធ្លុះ order block ឬក៏ supply daily អតីតកាលនេះមួយធំមួយនេះទេបុកអត់ទៅរួចទេអញ្ចឹងក៏កម្លាំងទិញហ្នឹងចុះខ្សោយអតិពលក៏មានកម្លាំងលក់ចុះមកវិញប៉ុន្តែស្ថិតនៅក្នុង zone sideways accumulation zone daily ដដែលមាសកំពុងតែនៅ uptrend នៅ bullish BOS ឬក៏ bullish CH or CH ដដែលដោយសារយប់មិញហ្នឹងឯងបងប្អូនកូនក្មួយខ្ញុំសូមនិយាយជាទស្សនៈរបស់ខ្ញុំបន្តិចដែរគ្រាន់តែជាទស្សនៈទេអីឲ្យបងអូនចេញទៅក្រៅបើវិញនិយាយអត់ស្ដាប់គ្នាបាក់និយាយវានិយាយអត់ស្ដាប់ទេហ្នឹងហើយគ្រាន់តែជាទស្សនៈរបស់ខ្ញុំទេហ្នឹងហើយសុំទោសផងកូនគាត់នៅក្បែរដល់អញ្ចឹងរឿងនេះគ្រាន់តែជាទស្សនៈរបស់ខ្ញុំបានទេយើងវិភាគទាំងអស់គ្នានៅទូទាំងសង្កត់ថាទូទាំងពិភពលោកហើយផ្អែលដោយសារតែសង្គ្រាមអ្នកណាក៏និយាយពាក្យសង្គ្រាមហើយសម័យនេះគឺជាសម័យ digital សម័យ social network គូក្បាលមនុស្សស្ទើរតែហក់ចូលទៅក្នុង digital មុនទាំងខ្លួនឯងគិតទៅទៀតអញ្ចឹងណាអញ្ចឹងហើយមកដល់បច្ចេកវិទ្យាមួយទៀតគឺសម័យ AI មួយទៀតសុំទោសផងខ្ញុំរៀងភ្លេចគេដែលមានសមត្ថភាពខ្ពស់ដូចជា algorithm របស់ AMC អីគេអាចលើពី AI ទៅទៀតគេដល់ API ឯងមិនដឹងលើគេសមត្ថភាពអាចនិយាយថាសឹងស្មើមនុស្សមួយដែលឆ្លាតម្នាក់អីអញ្ចឹងយើងនៅយើងមុំហ្នឹងគឺប្រើត្រឹម AI តែម៉ាស៊ីនដែលឆ្លាតទេតែគេម៉ាស៊ីនដែលឆ្លាតសមត្ថភាពសឹងប្រហែលមនុស្សឆ្លាតកម្ពុជាឆ្លាតម្នាក់ទៅហើយអញ្ចឹងណាហ្នឹងហេតុអីបានជាមាសចុះដោយសារតែមាស AMC នេះគាត់ចង់បានតម្លៃល្អមូលហេតុគាត់ធ្វើជា liquidity sweep គាត់ stop loss ប្រមូលសាច់ប្រាក់ចូលទៅក្នុងទីផ្សារ forex ហ្នឹងហើយសុំទោសបងប្អូនកូនគាត់នៅក្បែរហ្នឹងខ្ញុំថ្ងៃហ្នឹងវីដេអូហ្នឹងថាជារៀងអត់បាក់សុំទោសផងបើនេះទៅបាក់សុំទោសផងហ្នឹងឯងបងប្អូនគាត់ប្រមូលសាច់ប្រាក់ដែលអ្នកបាយយ៉ាងសន្ធឹកសន្ធាប់ retail trader ហ្នឹងនៅលើពិភពលោកហ្នឹងដាច់ stop loss SL ហើយអ្នកខ្លះទៅក៏ពេលដែលនេះហ្នឹងភ័យស្លន់ស្លោហ្នឹងក៏បិទខាតបិទអីចឹងទៅគាត់ប្រមូលជា liquidity sweep ធំហ្នឹងមកដល់ supply ឬក៏ order supply ឬក៏ order block អតីតកាលនេះគាត់ទម្លុះទៅក្រោមទៀតអត់រួចទេគាត់មកប្រមូលតម្លៃឡើយហ្នឹងហើយ AMC គាត់ចង់ទិញតែគាត់ត្រូវតែប្រមូលសាច់ប្រាក់ចូលទីផ្សារ forex សិនដើម្បីគាត់បាយមហាសាលប្រមូលប្រាក់ចំណេញមហាសាលពីយកពីកប៉ៅពួកយើងជា retail trader ហ្នឹងឡើងទៅលើវិញមហាសាលអញ្ចឹងខ្ញុំលុបអានេះមួយចោលដោយសារខ្ញុំដាក់កុំឲ្យច្រឡំហ្នឹងហើយ
hay chụp mình đi tiết sao nhưng về để cho mà đo order block nắng nhóm cô ban tới trăm mớ nó nghe video nó trong nhầm phơ nhầm tranh tạo cày mùi tiệt tại nhầm chơi nhảy toán đi ní tại sao nhầm khơi sờ nhán mùi màu nắng cứ chia sờ nhán lọ cứ chia sờ nhán bully candlestick sờ nhá river hỏi mà đo đầm bón order blockឬក៏ supply របស់ daily ហើយអញ្ចឹងកម្លាំងដែល retest របស់ AMC ហ្នឹងគឺគាត់មកដល់ដំណឹងរៀងងក់រៀងថឹងហើយគាត់បញ្ចេញសញ្ញាចេញដានជើងមួយខ្ញុំក៏បានត្រៀមខ្លួនតែខ្ញុំមកមើលអត់តាន់ទេខ្ញុំមកមើលអត់តាន់ឃើញចេញសញ្ញាបែបហ្នឹងហើយចេញសញ្ញាដែលគួរឲ្យកត់សម្គាល់ថាសញ្ញាទីផ្សារនឹងអាច reversal ប៉ុន្តែនៅក្នុងម៉ោងនេះម៉ោងប៉ុន្មានចេះម៉ោង17ដែលយើងបូក5ឥឡូវមើលក្នុង server ហ្នឹងយើងមើលអត់ដឹងទេអញ្ចឹងយើងមកមើលក្នុង trading view យើងមើលក្នុង trading view គឺម៉ោង22ម៉ោង10យប់មិញហ្នឹងគឺម៉ោង10ប៉ុន្តែយើងមើលខ្ញុំចូលផ្សារនៅម៉ោងប៉ុន្មានចូលម៉ោង8ម៉ោង18ស្មើនឹង6ស្មើនឹងម៉ោង6យើងបូក5ទៀតព្រោះយើងត្រូវបូក5ដើម្បីឲ្យដឹងឲ្យថឹងមួយទីផ្សារប្រទេសកម្ពុជាយើងហ្នឹងអញ្ចឹងម៉ោង18ហើយខ្ញុំបូក5ទៀតវាស្មើម៉ោង23អញ្ចឹងម៉ោង10ខ្ញុំចូលផ្សារយប់មិញម៉ោង11នេះបងប្អូនមើលជាក់ស្ដែងទៅក្នុងទីនេះយើងមើលនេះគោ1ម៉ោងអញ្ចឹងយើងឃើញហើយនេះគឺម៉ោង13ហើយយើងយកមកបូកនឹង5មកឥឡូវហ្នឹង13យើងបូកនឹង5ស្មើនឹងម៉ោងប៉ុន្មាន18គឺម៉ោង6ឥឡូវហ្នឹងឯងអញ្ចឹងត្រូវបូក5បន្ថែមទៀតដើម្បីឲ្យត្រូវ1ម៉ោងខ្មែរយើងអញ្ចឹងពេលដែរម៉ោង10ហ្នឹងខ្ញុំឃើញសញ្ញាហ្នឹងហើយម៉ោង11ចេញបកគោនេះគឺខ្ញុំបានចូលបាយ0.03ហើយខ្ញុំដាក់ SL ខ្ញុំនៅឆ្ងាយទេតែដោយសារតែខ្ញុំឃើញមានឡើងហើយឲ្យខ្ញុំអាចចំណេញបានខ្លះហើយ break supply អី1ម៉ោងហ្នឹង break order block អីបានខ្ញុំ move មក break event ហើយក្នុងករណីបើមាសអាចនឹងហក់ឡើងទៅ break ទៀតខ្ញុំនឹង move SL របស់ខ្ញុំមក break event ដើម្បីយករួចខ្លួនការពារហានិភ័យបងប្អូនហ្នឹងហើយខ្ញុំការពារហានិភ័យហើយនៅក្នុងយប់ហ្នឹងដែរគឺមានព័ត៌មានមួយចេញធំដែរគឺនេះម៉ោង 8:15 នាទីនេះ ADP non farm employment change អញ្ចឹងការរំពឹងទុក Forex គេរំពឹងថាអានេះគឺជាការងាររបស់សហរដ្ឋអាមេរិកអញ្ចឹងគេរំពឹងថានឹងមាន 50k សប្តាហ៍មុន 22k ក្នុងករណីដែលទាបជាង 50k បើពេល EQ ចេញមកអាចនឹងទម្លាក់តម្លៃដុល្លារហើយរុញតម្លៃមាសឡើងបន្ថែមទៀតនេះគ្រាន់តែជាការវិភាគតាមបែបព័ត៌មានទេហើយដោយសារតែខ្ញុំឃើញនៅក្នុងខ្ញុំត្រូវតាំងយប់មិញហ្នឹងឡើងមកដល់ម៉ោង1នេះគឺខ្ញុំចំណេញបានគួរសមដែរតែខ្ញុំអត់ផ្លោះទេដោយសារខ្ញុំសង្កេតឃើញហ្នឹងហើយយើងពេលខ្លះយើងគាត់ត្រូវតែហ៊ានបន្ថយដែរតែលុយហ្នឹងហើយបញ្ជាក់ផងបងប្អូនលុយ demo ទេអត់មានលុយប៉ិតហើយលុយប៉ិតក៏ហើយជាមិនអាចធ្វើបានស្រួលអញ្ចឹងទេព្រោះវាផ្ស៊ីអារម្មណ៍អាហ្នឹងត្រូវខ្ញុំវឹកហាត់ថែមទៀតហ្នឹងហើយថ្ងៃជាក់ស្ដែងក៏អត់មានលុយប៉ិតសម្រាប់ trade ដែរហ្នឹងហើយបងប្អូនហ៊ានទេយើងទាំងអស់គ្នាជាមួយបងប្អូនឥឡូវយើងចូលមកដល់នេះណាយមើលហ្នឹងហើយកូនគាត់នៅក្បែរហ្នឹងខ្ញុំនិយាយអត់ទៅត្រូវគឺបាក់ខ្ញុំក៏សម្រេចចិត្តដោយសារតែខ្ញុំវិភាគនៅ up trend នៅឡើយហើយមកដល់ retest មកដល់ order block ដោយសារវា break នេះ break supply ឬក៏ order block ហ្នឹងហើយវា retest ហើយមានសញ្ញាណ reversal 1ម៉ោងសញ្ញាណ reversal pin bar bullish 4ម៉ោងហើយមានសញ្ញាណនេះ Doji ទៀតក៏តែសញ្ញាណ reversal bullish សំបីតែ15នាទីនេះក៏មានដែរដូច្នេះហើយខ្ញុំក៏សម្រេចចិត្តអត់ close ការពីយប់មិញទេ
nhóm cô សម្រេចចិត្តហៅថាប្រថុយខ្ញុំក៏សម្រេចចិត្តប្រថុយតែមកមាសក៏អាចក៏ឃើញថាឡើងចុះមកឲ្យខ្ញុំហូរខ្លះដែរតែក៏ឃើញថាឡើងមក break order block ហ្នឹងក៏អាប់ឆេងទៅជា bullish BOS ឬក៏ bullish CHOCH នៅក្នុងថា frame 1ម៉ោងហ្នឹងខ្ញុំក៏បាន move មកជិត break even ទីទៀតបើសិនជា break មួយនេះទៀតខ្ញុំនឹង move មកដល់ម្ដុំ break even នេះខ្ញុំយករួចខ្លួនសិនអញ្ចឹងខ្ញុំលែងសូវភ័យហើយទោះបីជាមាសត្រឡប់ចុះមកវិញក៏ខ្ញុំនេះដែរតែខ្ញុំអត់ទាន់ move ទេដោយសារតែវាអត់ទាន់ break ខ្លាំងហើយខ្ញុំហ្នឹងហើយយើងនៅចាំតាមដានមើលព័ត៌មានទៀតនេះដោយសារមានរឿងច្រើននៅគ្រប់គ្រងថាអាចនឹងមានសង្ឃឹមថាមាសឡើងទើបខ្ញុំហ៊ានបន្ថយដែរខ្ញុំហ្នឹងហើយការងារ trade គឺមិនត្រូវតែចេះតែបន្ថយទេបងប្អូនហ្នឹងហើយសម្រាប់ខ្ញុំទេហ្នឹងហើយខុសឆ្គងសូមកុំប្រកាន់នេះក៏ជាគំនិតខ្ញុំទេហើយណាមួយវានៅក្នុង Sideways Accumulation 0ផងហើយឥឡូវយើងទៅមើល30នាទី30នាទីវាកំពុងតែបង្កើតបានទៅជា zone 1គឺ accumulation zone ដែរប៉ុន្តែលក្ខណៈជា up sideways accumulation zone ហ្នឹងគឺលក្ខណៈ up កំពុងតែ trend ហ្នឹងមានន័យថា AMC កំពុងសន្សំកម្លាំងបាយពីក្រោមនេះបាយក្នុងករណីបើសិនជា break ឡើងទៅលើអាចនឹងរុញឡើងទៅខ្លាំងតែអានឹងក្នុងករណីត្រូវតែបើសិនជា AQ នេះចេញមកល្អលើសពី 50k អញ្ចឹងដុល្លាររុញឡើងមាសក៏អាចចុះដែរប៉ុន្តែក្នុងករណីបើ AQ ចេញមកក្រោម 50k នេះអាចនឹងធ្វើឲ្យតម្លៃដុល្លារធ្លាក់ចុះហើយក៏រុញតម្លៃមាសបន្ថែមទៀតខ្ញុំនៅតែចាំមួយទៀតទេបើក្នុងករណី break order block 1ម៉ោងនេះហើយរៀងខ្លាំងតិចខ្ញុំនឹង move SL ខ្ញុំមកដល់ break event នេះខ្ញុំលែងទៅភ័យឲ្យទោះបីចូលវិញក៏ខ្ញុំរួចខ្លួនដែរអញ្ចឹងណាបងប្អូនហ្នឹងហើយប៉ុណ្ណឹងទៅចុះឥឡូវនេះខ្ញុំកំពុងតែទទួលបានចំណេញដែរ$200ជាងខ្ញុំចូល 0.03 ស្មើនឹង$3តម្លៃដែលខ្ញុំចូលបាយមាសហ្នឹងខ្ញុំចូលយប់មិញហ្នឹងម៉ោង11យប់មិញថ្ងៃ2ឥឡូវថ្ងៃហ្នឹងថ្ងៃ4ហើយអូយខ្ញុំចូលហ្នឹងឲ្យមើលថ្ងៃ4នេះថ្ងៃ3សំទោសថ្ងៃ3ខែ3ពួកនេះយើងត្រូវបូក5ម៉ោងថែមទៀតបានត្រូវ1ម៉ោងខ្មែរយើងហ្នឹងហើយនៅឆ្នាំ2026ហ្នឹងហើយបានកូនជួយប្រាប់ខ្ញុំអត់សូវនេះនិយាយពួកអត់សូវអ្នកគឺជំនាញថតអីអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើដោយសារតាខ្ញុំនិយាយរៀងនេះទីទៅត្រឡប់ទៅបទពិសោធន៍ទីទៅខ្ញុំពីមុនខ្ញុំហ្នឹងហើយខ្ញុំបែកសាច់រឿងតិចខ្ញុំលុយអនឡាញដែរបានខ្លះក៏អត់ខ្លះអីបរាជ័យខ្លះអីច្រើនយ៉ាងដែរហើយមករយៈនេះទៅក៏ AI ក៏ឡើងមកខ្លាំងអីខ្លាំងអញ្ចឹង algorithm របស់ social media របស់ក្រុមហ៊ុនមួយទាំង YouTube Facebook អីក៏ទាមទារ scan មុខខ្លាំងពេកអញ្ចឹងខ្ញុំក៏សម្រេចចិត្តចេញមុខខ្ញុំអ្នកខ្លាចកាមេរ៉ាបំផុតអីអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាចេញមុខដែរមិនទៀតក៏តាមតាណាព្រោះខ្ញុំដើរលើវិស័យនេះទៅហើយខ្ញុំវាសុខភាពមិនសូវមាំផងនឹងធ្វើអីកើតចេះតបានខ្លះអត់ខ្លះអីខ្លះវាក់អីខ្លះទៅឥឡូវហ្នឹងក៏អត់មានអីដាច់ព្រោះគេតាម hack account អស់ទេអញ្ចឹងក៏ត្រឡប់មកចាប់ដើមតារើជួសជុល account Facebook ខ្ញុំដែលជាង10ឆ្នាំហើយខ្ញុំគេ hack ទៅប្រហែលខែ3 4ខែដែរតែយកមកស្ដារវាឡើងវិញដោយសារខ្ញុំព្យាយាមបង្ហោះវីដេអូទៅឲ្យ account ខ្ញុំហ្នឹងវាល្អមកវិញវាកំពុងតែជាប់ព្រមានអញ្ចឹងហើយខ្ញុំឲ្យចេញមុខខ្ញុំច្រើននៅក្នុង account ហ្នឹងតិចទៅហ្នឹងហើយអរគុណច្រើនប៉ុណ្ណឹងបាយបាយអូខេជួបគ្នាវីដេអូច្រើនលើកក្រោយទៀតអូខេ